បើក TikTok មកចូលមើល comment ដែលគ្នាយើងបាន comment អីចឹងណាចូលទៅមើលឃើញគ្នាយើង comment សុំ skin សុំកៅអៅសុំអីច្រើនមែនទែនហើយខ្ញុំឃើញហើយខ្ញុំនិយាយទៅគឺចង់ឲ្យដែរតែធ្វើម៉េចខ្ញុំឲ្យការតិចគ្នាយើងហើយដោយសារតែខ្ញុំលេង account mode ដល់ពេលចឹងទៅគឺវាអត់កើតទេ account mode នេះគឺឲ្យបានតែ account មកគ្នាឯងអញ្ចឹងណាគឺដល់ពេលដែលអូសឃើញ comment គ្នាយើងសុំច្រើនគ្នាយើងសុំអត់ដែរបានអញ្ចឹងគឺមានអារម្មណ៍ថាគឺអាណិតហើយចង់ឲ្យខ្លាំងមែនទែនតែដោយសារតែខ្ញុំលេង account mode ចឹងទៅគឺវាអត់កើតទេហើយតពីឃើញគ្នាយើងសុំអញ្ចឹងក៏នឹកឃើញដល់ការពីមុនដែរទីទៅខ្លួនឯងធ្លាប់មានវីដែរហើយការនឹងខ្ញុំធ្វើ YouTube គ្នាយើងការផុសវីដេអូ YouTube នឹងពេលខ្លះវាបានដល់ 100k ជាង 200k ជាងខ្លះទៅ 300k ហើយទៅពេលអញ្ចឹងខាង Free Fire គេឲ្យពេជ្រចឹងពេលខ្លះប្រចាំខែទៅគេឲ្យត្រឹម 50000 ពេជ្រ 60000 ពេជ្រទៅ 70000 ពេជ្រចឹងទៅនិយាយទៅការហ្នឹងគឺវាច្រើនដែរហើយទៅពេលហ្នឹងគឺឲ្យគ្នាយើងសុំ skin អីក៏ខ្ញុំទិញឲ្យហ្នឹងហើយអាពេលវេលាដែលសប្បាយទាំងអស់ហ្នឹងគឺវាបានយូរទេព្រោះពេលហ្នឹងគឺខ្ញុំចាប់ដើមមានបញ្ហារឿងលុយបន្ទាន់ពេលចឹងទៅ account ទាំង account Free Fire ទាំង channel YouTube គឺត្រូវបង្ខំចិត្តលុបចោលទាំងអស់ហើយពេលហ្នឹងគឺអត់មានអីក្នុងខ្លួនតែគ្នាយើងឯងគឺបាត់បង់គ្រប់យ៉ាងហ្មងទាំង account ទាំង channel ហើយនិយាយទៅអស់សង្ឃឹមលេងមានកម្លាំងចិត្តអីក្នុងការធ្វើទៀតណាដោយសារតែអ្វីៗគ្រប់យ៉ាងគឺវាត្រូវបាត់បង់អស់ហើយក៏អត់បានធ្វើវារយៈពេល3ឆ្នាំហើយមកដល់ឥឡូវនេះបានចាប់ដើមធ្វើឡើងវិញដោយសារតែឃើញគ្នាយើងក្មេងៗគាត់ព្យាយាមធ្វើមែនទែនហើយខ្ញុំនឹកដល់ការដែលខ្ញុំធ្វើពីមុនហើយខ្ញុំក៏ចាប់ដើមធ្វើឡើងវិញហើយខ្ញុំសង្ឃឹមថាគ្នាយើងនឹងជួយគ្រប់គ្រងខ្ញុំដូចមុនហើយបើមានឱកាសខ្ញុំនឹងស្នើសុំមកសូវីម្ដងទៀតហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណេះគ្នាយើងអត់មានអីច្រើនទេបាយបាយ